cần lai cao mình men chịu bật sạในភាពជោគជ័យឡើយកុំឲ្យបរិស្ថានជុំវិញខ្លួនកែប្រែតម្លៃពិតរបស់អ្នកផ្កាឈូកទោះបីជាដុះចេញពីភក់ជ្រាំប៉ុន្តែវាមិនដែលធំក្លិនភក់ជ្រាំឡើយហើយវាថែមទាំងផ្ដល់ក្លិនក្រអូបឈ្ងុយឈ្ងប់និងរក្សាភាពស្អាតបរិសុទ្ធរបស់វាបានដែរយើងក៏ដូចគ្នាដែរគឺមិនអាចជ្រើសរើសកន្លែងកើតបានទេប៉ុន្តែយើងអាចជ្រើសរើសរស់នៅដោយភាពស្អាតស្អំសុចរិតទៀងត្រង់នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ដូចមានចែងនៅក្នុងគម្ពីររ៉ូមជំពូក12ខ2ថាកុំឲ្យត្រាប់តាមសម័យនេះឡើយចូលឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញដោយគំនិតបានកែជាថ្មីឡើងដើម្បីនឹងអាចលមើលឲ្យបានស្គាល់បំណងព្រះハតីនៃព្រះដែលល្អស្រួលទទួលហើយគ្រប់លក្ខផងដូច្នេះចូលរស់នៅដោយមានតម្លៃនិងធ្វើជាពន្លឺដ៏ស្រស់បំព្រងសម្រាប់មនុស្សនៅជុំវិញខ្លួនរបស់អ្នកចុះបើអ្នកគិតថាវីដេអូនេះលើកទឹកចិត្តដល់អ្នកសូមជួយចុច follow ហើយ share ម្នាក់មួយផងសូមអរគុណសូមព្រះប្រទានពរ